ស្ដីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺដែលនេះមកឡើងដើមគ្រូសោយទៀតហើយដោយសារថាខែនេះគឺចង់និយាយថាចូលដល់ខែរងាស្លឹកឈើជ្រុះចាហើយផ្លែឈើហ្នឹងក៏ជ្រុះដែរហើយជាពិសេសហ្នឹងគឺផ្លែក្រូចសើចចាគឺផ្លែក្រូចសើចនេះគឺមួយដើមនេះបងប្អូនទាំងអស់គ្នាគឺថាផ្លែច្រើនមែនទែនហើយជាពិសេសគឺរដូវនេះហ្នឹងគឺវាជ្រុះបដើបងប្អូនទាំងអស់គ្នាមួយថ្ងៃជ្រុះប៉ុណ្ណឹងបងប្អូនទាំងអស់គ្នាចាជ្រុះប៉ុណ្ណឹងអញ្ចឹងជ្រុះច្រើនអញ្ចឹងខ្ញុំចង់និយាយថាយកតែស្លអីក៏មិនអស់ដែរអញ្ចឹងមានតែលៃថាថ្ងៃនេះខ្ញុំនឹងធ្វើសាប៊ូដើម្បីទុកកក់សក់ដោយសារសក់របស់ខ្ញុំនឹងវាអន់ហើយវាជ្រុះច្រើនអញ្ចឹងលឺបងប្អូនយើងតាមបណ្ដាញសង្គមហ្នឹងគាត់ថាក្រូចសើចហ្នឹងមានប្រយោជន៍ច្រើនអញ្ចឹងជួយសក់យើងណាអញ្ចឹងក៏នឹកឃើញថាជ្រុះច្រើនបែបនេះគាត់ថារើសយកទៅធ្វើសាប៊ូកក់សក់អញ្ចឹងបងប្អូនទាំងអស់គ្នាដឹងថាសាប៊ូកក់សក់គេធ្វើចង់និយាយថាដាក់គ្រឿងផ្សំបន្ថែមហ្នឹងស្អីគេខ្លះដើម្បីជួយឲ្យសក់ដុសលូតលាស់ល្អបងប្អូនទាំងអស់គ្នាសូមកុំភ្លេចជួយ comment ឲ្យខ្ញុំម្នាក់មួយផងដោយសារសក់ខ្ញុំហ្នឹងអន់មែនទែនបងប្អូនទាំងអស់គ្នាគឺថាជ្រុះខ្លាំងមែនទែនហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួយ comment ប្រាប់ខ្ញុំតើក្រូចសើចហ្នឹងធ្វើសាប៊ូកក់សក់ហ្នឹងដាក់ស្អីខ្លះដើម្បីទទួលបានលទ្ធផលពីចង់និយាយថាសក់យើងដុសលូតលាស់ល្អអញ្ចឹងបងប្អូនទាំងអស់គ្នាសូមកុំភ្លេច comment ជួយប្រាប់ខ្ញុំម្នាក់មួយផងអរគុណបងប្អូនទាំងអស់គ្នាបាយបាយ